A year has passed since Thailand invaded Cambodia មួយឆ្នាំហើយដែលប្រទេសថៃឈ្លានពានប្រទេសកម្ពុជានេះគឺជាសារសម្លេងនៃការចងចាំទៅកាន់ប្រជាជនកម្ពុជានិងពិភពលោកទាំងមូលកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កងទ័ពថៃបានចូលមកកាន់ដែនដីរបស់កម្ពុជាហើយបានបាញ់ប្រហារវីរយុទ្ធជនរបស់កម្ពុជាឲ្យបាត់បង់ជីវិតម្នាក់នៅថ្ងៃនោះនៅតំបន់មុំបីក្នុងខេត្តព្រះវិហារបន្ទាប់មកថៃបានបន្តមហិច្ឆតាឈ្លានពានរបស់ខ្លួនដោយការធ្វើសង្គ្រាមបង្ហូរឈាមបានបំផ្លាញប្រាង្គប្រាសាទសាលារៀនមន្ទីរពេទ្យលំនៅឋានរបស់ជនស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសកម្ពុជានៅក្នុងនោះដែរមានជនស្លូតត្រង់និងវីរយុទ្ធជនខ្មែរជាច្រើនបានបាត់បង់អាយុជីវិតឲ្យតែរំលឹកដល់រឿងនេះក្នុងនាមជាកូនខ្មែរម្នាក់ខ្ញុំមានភាពឈឺចាប់ដោយសារតែការប្រមាថមើលងាយនិងការឈ្លានពានរបស់ប្រទេសសៀមតែទោះបីជាជួបរឿងយ៉ាងនេះក្តីខ្ញុំពិតជាអរគុណដល់បងប្អូនខ្មែរគ្រប់រូបដែលឈរប្រកៀកស្មើគ្នាយ៉ាងរឹងមាំដោយឥតរង្គើហើយខិតខំប្រឹងប្រែងតាមចំណែករបស់ខ្លួនសម្រាប់ប្រទេសជាតិយើងហើយយើងដើររួមគ្នាមកដល់ទីនេះជាដំបូងខ្ញុំសូមគោរពអរគុណដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជាដែលខិតខំប្រឹងប្រែងតវ៉ាស្វែងរកយុត្តិធម៌និងសន្តិភាពជូនប្រទេសជាតិខ្ញុំជឿថារឿងទាំងអស់នេះមិនមែនជារឿងងាយស្រួលនោះឡើយប៉ុន្តែលោកមិនដែលបោះបង់មិនដែលចុះចាញ់ហើយអោនចុះនៅចំពោះសត្រូវនោះឡើយជាពិសេសខ្ញុំពិតជាអរគុណសម្រាប់ទឹកចិត្តដែលខិតខំពន្យល់ប្រជាពលរដ្ឋដើម្បីឲ្យយល់ដើម្បីឲ្យមានស្មារតីរួបរวมដើម្បីប្រទេសជាតិរបស់យើងជាពិសេសក៏សូមគោរពអរគុណដល់បងវីរៈកងទ័ពនៅជួរមុខដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីជាតិមាតុភូមិដើម្បីការពារមរតកដូនតាដែលបន្សល់ទុកសម្រាប់យើងទាំងអស់គ្នាខ្ញុំជឿថានៅព្រំដែនមានហានិភ័យគ្រប់ពេលប៉ុន្តែគាត់បានលះបង់ដោយមិនស្ដាយអ្វីទាំងអស់អ្វីដែលគាត់ធ្វើគឺសម្រាប់ប្រទេសជាតិនិងធ្វើជារបងដើម្បីការពារប្រជាពលរដ្ឋខ្មែរទាំងមូលហើយជាមួយគ្នានេះដែរក៏សូមគោរពអរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលយើងបានចូលរួមជាមួយគ្នាក្រោកឈរឡើងតវ៉ាដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិរបស់យើងហើយនៅតែបន្តពហិការនៅទំនិញរបស់ចៅឈ្លានពានជាមួយគ្នាអរគុណបងប្អូនទាំងអស់គ្នាដែលយើងធ្វើនៅតាមចំណែករបស់យើងជាពិសេសការចូលរួមបរិច្ចាគទៅកាន់បងប្អូនជនភៀសសឹកនិងបងវីរៈកងទ័ពនៅជួរមុខទាំងអស់នេះគឺជាស្មារតីស្នេហាជាតិគឺជាកម្លាំងរួបរวมដែលយើងសឹងតែមិនអាចរកបាននៅប្រទេសដទៃផ្សេងទៀត To the world I hope you stand with Cambodia and give us justice. It's been a year Thai troops are still on our land. Thailand, if you truly believe that you are right and brave enough, please bring the issues to the ICJ or follow the border agreement discussed in the GBC meeting in December 2025. Please stop calling for war or wanting something does not belong to you. Stop invading Cambodia because what we want is peace.